បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាហើយយើងបាំងមួយថ្ងៃទៀតហ្នឹងគឺដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិពាក់ព័ន្ធជាមួយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះខ្ញុំចង់រំលេចតែបន្តិចទេដែលពាក់ព័ន្ធទៅនឹងសេរី3ប្រការណាពេលព្រឹកសេរីនៅនឹងមុខអញ្ចឹងឲ្យយើងនឹងចេះប្រយ័ត្នប្រយែងទៅលើពាក្យសម្ដីថ្ងៃហ្នឹងសេរីនៅនឹងទ្រូងអញ្ចឹងឲ្យយើងមានការគិតពិចារណាទៅលើការរកស៊ីទទួលទានយុទ្ធសាស្ត្រជីវកម្មក៏ដូចជាការពង្រឹងសមត្ថភាពចំណេះដឹងរបស់ខ្លួនហើយសេរីទី3នោះដែលថានៅនឹងចុងជើងនោះគឺប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរទៅណាមកណាពីព្រោះបញ្ហាក្នុងការធ្វើដំណើរនេះវាមានភាពប្រឈមច្រើនក៏ប៉ុន្តែអ្វីដែលខ្ញុំចង់រំលេចនោះគឺពាក់ព័ន្ធជាមួយនឹងមហាបាលកុមារដែលគាត់ទទួលបានចំណេះវិជ្ជានឹងពីសត្វឥន្ទ្រីទេដោយសារគាត់តល់បញ្ញាជាមួយកបិលមហាព្រហ្មទៅហើយស្ថិតនៅក្នុងភាពអស់សង្ឃឹមទៅហើយក៏ប៉ុន្តែដោយសារដើរទៅក្រោមដើមត្នោតហ្នឹងស្ដាប់ឮសំឡេងសត្វឥន្ទ្រីហ្នឹងដែលនិយាយអំពីសេរី3ប្រការហ្នឹងនេះសបញ្ជាអំពីសមត្ថភាពរបស់មានុបហ្នឹងក្នុងការស្វះស្វែងក្នុងការប្រមូលផ្ដុំនៅព័ត៌មានដែលវាមានអត្ថប្រយោជន៍សម្រាប់ខ្លួនឯងហ្នឹងយកមកអភិវឌ្ឍជីវិតយកមកដោះស្រាយបញ្ហាដែលខ្លួនកំពុងតែប្រឈមវាដូចគ្នាទៅនឹងបរិបទដែលបងប្អូនជួបនៅក្នុងពេលបច្ចុប្បន្ននេះដែរសម័យបច្ចុប្បន្ននេះការរៀនសូត្រសិក្សាវាមិនមែនតែនៅនឹងសាលាទេនៅតាមបណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយ social media ជាពិសេសនៅក្នុងប្រព័ន្ធ YouTube បើខ្ញុំពេញចិត្តប្រព័ន្ធ YouTube ខ្លាំងជាងគេដោយសារវាជាឃ្លាំងផ្ទុកចំណេះដឹងអញ្ចឹងយើងអាចស្វែងរកចំណេះដឹងទាំងអស់នោះមកធ្វើជាគ្រឹះមកធ្វើជាដើមទុនសម្រាប់ខ្លួនឯងបានហើយយកវាទៅអភិវឌ្ឍយកវាមកផ្សំផ្គុំសាងជាផលប្រយោជន៍សម្រាប់អភិវឌ្ឍជីវិតរបស់ខ្លួននេះគ្រាន់តែជាជ្រុងមួយនៃការចាប់អារម្មណ៍ទៅលើទស្សនៈទានក្នុងការផ្ដល់គំនិតអប់រំនៅក្នុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអញ្ចឹងបែរចេញពីគតិអប់រំនេះយើងបែរមកមើលស្ថានភាពផ្សារមាសហើយនឹងប្រាក់វិញម្ដងសម្រាប់ព្រឹកថ្ងៃច័ន្ទនេះហាងឆេងមាសហើយនឹងប្រាក់មានការធ្លាក់ចុះមកវិញខណៈដែលកម្លាំងដុល្លារហើយនឹងតម្លៃប្រេងនឹងកំពុងតែស្ទុះឡើងមកវិញអញ្ចឹងទាក់ទងទៅនឹងបរិបទទីផ្សារមាសឬក៏ប្រាក់ដែលកំពុងតែប្រែប្រួលលូតឡើងនិងស្រញចុះមកវិញនេះខ្ញុំមាន2ចំណុចសម្រាប់ជម្រាបជូនបងប្អូនទី1គឺពាក់ព័ន្ធនឹងតម្លៃមាសដែលវាចាប់ធ្លាក់ចុះវិញដោយសារបញ្ហានៅតំបន់មជ្ឈិមបូព៌ានឹងវាចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងមកវិញនិងចំណុចទី2នោះគឺបរិបទមួយចំនួនដែលជួយទប់តម្លៃមាសនឹងកុំឲ្យធ្លាក់ជ្រុលអញ្ចឹងមុននឹងចូលកត្តា fundamental ទាំងពីរនេះយើងទៅមើលទិន្នន័យសេដ្ឋកិច្ចក៏ដូចជារបាយការណ៍នៅក្នុង Forex Factory ហើយនឹង Fed Watch អញ្ចឹងសម្រាប់ Forex Factory នៅថ្ងៃទី13នេះมันមានព័ត៌មានអ្វីសំខាន់ដែលត្រូវចេញផ្សាយទេអញ្ចឹងយើងបែរមកមើលនៅក្នុង Fed Watch វិញពាក់ព័ន្ធជាមួយនឹងទិន្នន័យដែលត្រូវកាត់បន្ថយអត្រាការប្រាក់ឬក៏ដំឡើងអត្រាការប្រាក់អញ្ចឹងសម្រាប់ថ្ងៃទី29ខែមេសាខាងមុខនេះយើងឃើញថាចន្លោះនៃការរក្សាអត្រាការប្រាក់ក្នុងរង្វង់ 3.5 ទៅ 3.75% នឹងមានកម្រិតដល់ទៅ 96.4% ហើយអ្វីដែលចម្លែកនោះយើងឃើញថាមានសមាជិកមួយចំនួនគឺជំរុញឲ្យដំឡើងអត្រាការប្រាក់ពី 3.75 ទៅ 4% នឹងមានដល់ទៅ 3.6% កាលពីប៉ុន្មានជា2ថ្ងៃមុនហ្នឹងគឺត្រឹមតែ 0.5 ទេឥឡូវនេះឃើញថាមានការហក់ឡើងមកបន្ថែមទៀតនេះពាក់ព័ន្ធជាមួយនឹងទិន្នន័យដែលនិយាយអំពីទស្សនវិស័យរបស់ធនាគារកណ្ដាលឥឡូវបែរមកចំណុចទាំងពីររបស់យើងវិញអញ្ចឹងចំណុចទី1ដោយបងប្អូនបានដឹងហើយថាមាសដែលវាមានការប្រែប្រួលធ្លាក់ចុះមកវិញនេះគឺដោយសារបញ្ហានៅតំបន់មជ្ឈិមបូព៌ានឹងវាចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងហើយចំណុចដែលធ្វើឲ្យបញ្ហានៅតំបន់មជ្ឈិមបូព៌ានេះកាន់តែក្តៅនោះគឺក្រោយពីកិច្ចព្រមព្រៀងនៅបរាជ័យត្រាំបានបញ្ជាឲ្យនាវាចម្បាំងអាមេរិកនឹងបិទច្រកសមុទ្រហូម៉ូសតែម្ដងអញ្ចឹងភាគីខាងអ៊ីរ៉ង់ក៏បិទភាគីខាងអាមេរិកនឹងក៏បិទក៏ប៉ុន្តែចំពោះនានាការនឹងផ្សេងគ្នាអ៊ីរ៉ង់បិទតែទៅលើនាវាណាដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដោយឡែកនាវាដែលដឹកប្រេងឬក៏ដឹកថាមពលឲ្យប្រទេសចិននឹងគឺអត់មានការបិទទេបើកធម្មតាក៏ប៉ុន្តែសម្រាប់អាមេរិកវិញនៅពេលដែលបិទហើយគឺបិទទាំងអស់តែម្ដងដែលធ្វើឲ្យតម្លៃថាមពលនឹងត្រូវឆ្លងកាត់នៅតំបន់នឹងស្ទះទាំងអស់
ដែលកត្តានេះវាជំរុញឲ្យវិបត្តិថាមពលទូទាំងពិភពលោកកាន់តែខ្លាំងហើយរុញសន្ទុះអតិផរណានឹងឲ្យកើនឡើងបន្ថែមទៀតនេះចំណុចទី1ពាក់ព័ន្ធទៅនឹងតម្លៃមាសដែលធ្លាក់ចុះដោយសារតែភាពពុះកញ្ជ្រោលឬក៏ការឡើងកម្ដៅបញ្ហានៅតំបន់មជ្ឈមបូព៌ាចំណុចទី2គឺបរិបទមួយចំនួនដែលជួយទប់តម្លៃមាសនឹងកុំឲ្យធ្លាក់ចុះពេកអញ្ចឹងមួយរយៈចុងក្រោយនេះយើងឃើញថាធនាគារកណ្ដាលមួយចំនួនដូចជានៅទូគីនៅបារាំងហើយនិងនៅបណ្ដាប្រទេសផ្សេងទៀតនោះមានការលក់មាសចេញក៏ប៉ុន្តែការលក់នោះភាគច្រើនគឺលក់យកប្រាក់ចំណេញដោយសារមាសវាឡើងថ្លៃទៅហើយអញ្ចឹងលក់យកប្រាក់ចំណេញដើម្បីយកសាច់ប្រាក់ហ្នឹងមកចាក់បញ្ចូលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកុំឲ្យតម្លៃរូបិយប័ណ្ណជាតិហ្នឹងវាធ្លាក់ចុះខ្លាំងចំណែកឯប្រទេសបារាំងដែលលក់មាសដែរហ្នឹងគឺគ្រាន់តែលក់នៅអាមេរិកហ្នឹងហើយមកទិញនៅអឺរ៉ុបវិញទេដែលជារួមទៅជាការលក់ទាញយកប្រាក់ចំណេញអញ្ចឹងទន្ទឹមនឹងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបដែលលក់មាសរបស់ខ្លួនស្តុកទុកនៅសហរដ្ឋអាមេរិកហ្នឹងប្រទេសសម្ព័ន្ធព្រិចធនាគារកណ្ដាលរបស់ចិនចាប់ផ្ដើមទិញមាសចូលអញ្ចឹងបងប្អូនអាចមើលមកលើរូបភាពនេះបាននេះជាទិន្នន័យដែលទើបនឹងចេញផ្សាយថ្មីឬក៏ដែលយើងហៅថាក្រុមប្រឹក្សាមាសពិភពលោកអញ្ចឹងនៅក្នុងតារាងនេះចំពោះតួលេខខាងឆ្វេងគឺនិយាយអំពីការទិញមាសឬក៏លក់មាសដែលគិតជាប៊ីលៀនដុល្លារហើយក្រោម0គឺលក់ចេញលើ0គឺទិញចូលតួលេខខាងឆ្វេងគឺតម្លៃមាសដែលគិតជាអោនចំណែកឯតួលេខខាងក្រោមនេះគឺនិយាយអំពីចំនួនត្រីមាសឬក៏ខែដែលបណ្ដាធនាគារកណ្ដាលធំៗនឹងមានការទិញមាសឬក៏លក់មាសហើយដោយឡែកចំពោះពណ៌វិញបងប្អូនដឹងហើយពណ៌ទឹកប៊ិចចាស់នេះតំណាងឲ្យអាមេរិកខាងជើងពណ៌បៃតងតំបន់អឺរ៉ុបពណ៌ផ្កាឈូកតំបន់អាស៊ីហើយទាំងពណ៌ផ្ទៃមេឃនោះគឺតំណាងឲ្យធនាគារកណ្ដាលប្រទេសផ្សេងៗទៀតចំណែកឯឡាញពណ៌លឿងហ្នឹងគឺជាតម្លៃមាសអញ្ចឹងបើយើងមើលទៅលើកឡោនដែលគេចុចរៀងចតុកោណកែងហ្នឹងយើងឃើញថាការទិញមាសឃើញតែ4ប៊ីលៀនទេក៏ប៉ុន្តែការលក់នឹងមានច្រើនជាពិសេសនៅតំបន់អឺរ៉ុបចូលមកដល់ឆ្នាំ2025មានការទិញខ្លាំងមែនទែនគឺដល់ទៅ89,000លានហើយប្រទេសដែលទិញខ្លាំងជាងគេគឺសហរដ្ឋអាមេរិកហើយនិងតំបន់អាស៊ីហើយចុងត្រីមាសទី4ក៏ឃើញការលក់របស់ក្រុមប្រទេសនៅអឺរ៉ុបផងដែរយើងចូលមកដល់ឆ្នាំ2026តែម្ដងគឺសម្រាប់ខែមីនានេះឃើញថាការទិញមាសចូលតិចទេភាគច្រើនគឺបណ្ដាប្រទេសនៅតំបន់អាស៊ីដែលទិញដោយឡែកចំពោះការលក់វិញគឺច្រើនជាពិសេសនៅក្នុងខែ3នេះហើយតំបន់ដែលលក់ខ្លាំងជាងគេហ្នឹងគឺសហរដ្ឋអាមេរិកការពិតសហរដ្ឋអាមេរិកមិនបានលក់មាសចេញនោះទេប្រទេសផ្សេងៗដែលតម្កល់មាសនៅសហរដ្ឋអាមេរិកហ្នឹងគឺបានលក់ចេញពីឃ្លាំងស្តុកហ្នឹងដូច្នេះហើយបានជាការកត់ត្រាទិន្នន័យហ្នឹងវាទៅជាជាប់ថាអាមេរិកហ្នឹងមានការលក់មាសវិញជាក់ស្ដែងដោយថ្មីនេះយើងឃើញថានៅប្រទេសបារាំងហ្នឹងមានការលក់មាសចេញពីកន្លែងស្តុកមាសនៅសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងបើយើងមើលនៅក្នុងតារាងនេះឃើញថាចាប់តាំងពីឆ្នាំ2024មកមិនទាន់ឃើញប្រទេសនៅតំបន់អាស៊ីនឹងលក់មាសទេផ្ទុយទៅវិញមានតែទិញឡើងទិញតិចឬក៏ច្រើនយ៉ាងម៉េចគឺនៅតែស្ថិតនៅក្នុងការទិញឡើងនេះវាសបញ្ជាក់អំពីទស្សនវិស័យមួយដែលជំនឿទៅលើប្រាក់ដុល្លារក៏ដូចជាគំនិតក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារហ្នឹងមានកាន់តែខ្លាំងចំពោះធនាគារកណ្ដាលនៅតំបន់អាស៊ីដូចយើងឃើញការចេញផ្សាយកាលពីមុនគឺសម្ព័ន្ធព្រិចហ្នឹងបានកាន់កាប់មាសដល់ទៅ 17% នៃបរិមាណមាសរបស់ពិភពលោកទៅហើយដោយឡែកពីនេះទៀតប្រទេសចិនហ្នឹងបានតម្រូវឲ្យធនាគារកណ្ដាលទិញមាសចូលបន្ថែមព្រមទាំងបង្កើតប្រព័ន្ធជួញដូរនិងកន្លែងស្តុកហ្នឹងសម្រាប់ប្រកួតប្រជែងជាមួយនឹងប្រទេសលោកខាងលិចហ្នឹងទៅទៀតអញ្ចឹងវាឆ្លុះបញ្ចាំងអំពីនិន្នាការដែលកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារហ្នឹងកាន់តែខ្លាំងពាក់ព័ន្ធជាមួយនឹងការកាន់កាប់មាសនៅតំបន់អាស៊ីក៏ដូចជានៅចិននេះវាមិនមែនជារឿងចៃដន្យទេនេះជាសាររបស់ប្រធានាធិបតីត្រាំដែលគាត់សរសេរពាក់ព័ន្ធជាមួយនឹងប្រទេសចិននៅក្នុងសារនេះជារួមទៅគឺនៅក្នុងឆ្នាំ2013ប្រទេសចិនបានកាន់កាប់បានបំណុលរបស់សហរដ្ឋអាមេរិកហ្នឹងដល់ទៅ 1.3 trillion ដោយឡែកស្រាប់តែ15ឆ្នាំក្រោយមកនេះចិនកាន់កាប់បានបំណុលសហរដ្ឋអាមេរិកហ្នឹងត្រឹមតែ694 billion ទេគឺថយចុះ123 billion ហើយត្រាំគាត់ក៏យល់ផងដែរថាទាំងនេះមិនមែនដោយសារកម្លាំងសេដ្ឋកិច្ចហើយនិងស្ថានភាពប្រាក់ដុល្លារអាមេរិកនឹងទន់ខ្សោយទេក៏ប៉ុន្តែគឺដោយសារតែម្ចាស់បំណុលនឹងមានចេតនាក្នុងការកាត់បន្ថយកាន់កាប់បានបំណុលសហរដ្ឋអាមេរិកដោយប្រទេសម្ចាស់បំណុលទាំងនោះបំបែរលុយចេញអំពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមកកាន់តម្លៃមាសអ
ចឹងដោយបងប្អូនបានឃើញរូបភាពនេះបើយើងមើលតាមឡាញឃើញថាពីឆ្នាំ2010ដល់ឆ្នាំ2015ចិនបានកាន់កាប់បាំបំណុលសហរដ្ឋអាមេរិកនឹងច្រើនមែនទែនក៏ប៉ុន្តែចាប់ពីឆ្នាំ2015រហូតមកដល់2026នេះឃើញថាមានការថយចុះជាលំដាប់ផ្ទុយទៅវិញបែរជាការកាន់កាប់ទៅលើ physical goal មានការកើនឡើងខ្ពស់ដូច្នេះចំណុចដែលមានភាគីអ្នកលក់ហើយនិងភាគីអ្នកទិញបែបនេះហើយវាអាចស៊ីសងកាត់កងគ្នាជួយទប់តម្លៃមាសនឹងមិនឲ្យធ្លាក់ចុះខ្លាំងពីព្រោះមាសដែលកំពុងតែធ្លាក់នេះវាជាការអារម្មណ៍ភ័យខ្លាចក៏ប៉ុន្តែបើយើងមើលទៅលើទស្សនវិស័យរបស់ធនាគារកណ្ដាលមួយចំនួននឹងនៅតែរក្សាការទិញមាសចូលដដែលទេឥឡូវបងប្អូនមកមើលក្រាបបន្តិចទាក់ទងទៅនឹងកត្តា technical អញ្ចឹងយើងឃើញថាមាសក្រោយពីបើកផ្សារមកវាបានទម្លាក់ខ្លួនចុះបន្ទាប់មកព្យាយាមឡើងមកវិញហើយការឡើងនេះបងប្អូនតោងយល់ថាវាជាការឡើងមកបំពេញ gap អញ្ចឹងនៅត្រង់ចំណុចនេះគឺជាភាពចន្លោះនៃតម្លៃដែលវាធ្លាក់ចុះឬក៏កម្លាំងលក់ខ្លាំងមកវាដាច់អ្វីដែលផ្សារកំពុងតែឡើងទៅនេះគឺវាឡើងមកដើម្បីបំពេញឬក៏យើងហៅថា rebalance វាធ្វើឲ្យតម្លៃនឹងស្មើឡើងវិញបន្ទាប់ពីវា clear តម្លៃឬក៏ rebalance តម្លៃនឹងអស់ហើយយោងតាមស្ថានភាពភូមិសាស្ត្រដែលកំពុងតែឡើងកម្ដៅវានឹងបន្តធ្លាក់ចុះមក clear សម្អាតតម្លៃខាងក្រោមនេះអញ្ចឹងសម្រាប់រង្វង់នៃការជួញដូរតម្លៃខ្ពស់បំផុតត្រឹម$4,850នៅក្នុង1អោននេះជាតម្លៃ resistance ហើយសម្រាប់តម្លៃ support វិញអាចនៅត្រឹម$4,488ហើយបើយើងមើលនៅក្នុង Fibonacci វិញគឺយើងវាស់មក swing ត្រឹមនេះមកអញ្ចឹងយើងឃើញថាតម្លៃដែលអាចទិញឡើងឬក៏តម្លៃអាចលក់ចុះហ្នឹងវាដូចគ្នាទៅនឹងតំបន់ buy side liquidity ឬក៏ sell side liquidity ក៏ប៉ុន្តែបើយើងសង្កេតមើលតាមបរិបទរវាងកម្ដៅដែលកំពុងតែផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាហើយនឹងកាត់កងជាមួយនឹងទំនោររបស់ធនាគារកណ្ដាលដែលចាប់ផ្ដើមទិញមាសនេះទំនងជាតម្លៃនឹងវានឹងមិនឡើងលើសពី$4,850ហើយនឹងធ្លាក់ចុះក្រោម$4,480នេះទេពោលគឺវានៅក្នុងគម្លាតនៃការជួញដូរលក់ចេញហើយនឹងទិញចូលនឹងនៅក្នុងចន្លោះរវាងនឹងអញ្ចឹងសម្រាប់ការផ្ដល់ព័ត៌មាននៅថ្ងៃដើមសប្តាហ៍នេះមានប៉ុណ្ណេះហើយសូមជូនពរបងប្អូនក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនេះសូមមានសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានគ្រប់គ្នាហើយចង់បញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា